បន្លែនេះយើងធ្វើឲ្យចង់ញ៉ាំប្រមាណដងក៏បានដែរអត់ចេះឡើងគីឡូទេបងប្អូនដោយសារតែយើងឆាជាមួយសាច់បកាផងហើយជាពិសេសនេះសំខាន់ជាងគេបន្លែដែលយើងឆាជាមួយសាច់បកាហ្នឹងសិតសឹងតែជាប្រភេទបន្លែដែលមានជាតិផ្អែមហើយស្រួយឆ្ងាញ់ទៀតអញ្ចឹងហើយសម្រាប់បងប្អូនខ្លះដែលគាត់ធំជាប្រភេទសាច់ត្រីសាច់គោសាច់ជ្រូកអីងាកមកឆាជាមួយសាច់បកាជាមួយនឹងបន្លែចម្រុះដូចខ្ញុំចេះវិញមិនណាចាចំពោះការធ្វើរបស់ខ្ញុំនេះគឺបែបងាយៗមែនទែនជាមួយនឹងបន្លែហ្នឹងគឺខ្ញុំប្រើដូចជាម្ទេសផ្លោកហ្នឹងខ្ញុំប្រើតែមួយពណ៌ទេគឺប្រើពណ៌លឿងបងប្អូនចំពោះការហាន់ហ្នឹងបងប្អូនចូលចិត្តហាន់បែបណាក៏បានដែរសម្រាប់ខ្ញុំគឺហាន់បែបនេះឯងចារីឯគ្រឿងក្រៅបន្លែដែលមានតទៀតនោះមានដូចជាសណ្តែកឡង់តើស្នៀតពោតដើមខាត់ណាការ៉ុតនិងផ្សិតកំប៉ុងបងប្អូនសាច់បកាគឺខ្ញុំមានចំនួន3ខាំកាត់ក្បាលវាចោលបកសបកវាចេញទុកកតុយបន្តិចហើយហូតដីខ្នងចោលដូចគ្នាចំពោះការស្រោះបន្លែហ្នឹងគឺខ្ញុំស្រោះ3មុខមានជាមួយនឹងដើមខាត់ណាការ៉ុតហើយនិងស្នៀតពោតរយៈពេលនៃការស្រោះហ្នឹងគឺគ្រាងខុសគ្នាតិចតួចដើមខាត់ណានិងការ៉ុតនេះខ្ញុំប្រើពេលត្រឹមតែ45វិនាទីទេការស្រោះគឺយើងចាក់ប្រេងចូលបន្តិចហើយដាក់អំបិលចូលមកចាប់ដើម្បីរក្សាពណ៌ដើមខាត់ណាហ្នឹងណាគឺនៅបៃតងស្អាតហើយស្រួយទៀតបន្ទាប់ពីយើងស្រោះហើយយើងស្រង់វាចេញត្រាំជាមួយនឹងទឹកកកនៅខាងក្រៅចោលខ្ទង់ប្រហែលជា5នាទីសិនណាបងប្អូនអញ្ចឹងយើងសល់ពេលងាកមកឆាជាមួយនឹងបកាវិញម្ដងគឺយើងលីងខ្ទឹមសនឹងឲ្យឡើងក្លិនឈ្ងុយចាក់សាច់បកាចូលឆាត្រឹមតែពី3ត្រឡប់ហើយចាប់ផ្ដើមចាក់បន្លែដែលយើងធ្វើហើយហ្នឹងយកមកឆាច្របល់ជាមួយគ្នាបងប្អូនឆានេះបងប្អូនសូមបញ្ជាក់ឡើងនឹងបន្តិចណាគឺយើងបើកភ្លើងនឹងឲ្យខ្លាំងពេលដែលយើងប្រើភ្លើងកាន់តែខ្លាំងគឺធ្វើឲ្យបន្លែរបស់យើងឆាទៅស្រួយហើយពណ៌បៃតងទៀតរីឯគ្រឿងក្រៅដែលខ្ញុំដាក់ចូលនេះគឺមានដូចជាទឹកត្រីចំនួន1ស្លាបព្រាបាយកន្លះប្រេងខ្យង2ស្លាបព្រាបាយទឹកស៊ីអ៊ីវសម្រាប់ឆានឹងចំនួន2ស្លាបព្រាបាយស្ករ1ស្លាបព្រាកាហ្វេប៊ីចេង1ចុងស្លាបព្រាកាហ្វេម្សៅស៊ុបនឹងកន្លះស្លាបព្រាកាហ្វេរួចហើយចុងក្រោយគេនេះគឺយើងត្រូវតែថែមជាមួយនឹងម្រេចនឹងបន្តិចផងណាដើម្បីឲ្យរសជាតិឆារបស់យើងចេញមកគឺក្លិនឈ្ងុយខ្លាំងឆាបន្លែជាមួយនឹងសាច់បកានេះគឺយើងអត់សូវប្រើពេលវេលាក្នុងការធ្វើយូរហ្មងទេបងប្អូនដោយសារតែបន្លែគឺយើងឆាតែមួយផ្លេតទេរីឯសាច់បកានឹងក៏ដូចគ្នាដែរកាលណាយើងឆាវាឲ្យយូរពេកសាច់បន្លែវាក៏ឆាប់ឆ្អិនរីឯសាច់បកានឹងឆ្អិនពេកក៏វាធ្វើឲ្យសាច់បកានឹងទៅជាស្វិតគឺយើងញ៉ាំអត់សូវឆ្ងាញ់ទេអញ្ចឹងហើយយើងឆាត្រឹមតែ3ទៅ4ត្រឡប់បានទេណានៅពេលដែលយើងដាក់បន្លែចូលចំពោះសាច់បកានឹងពេលដែលយើងឆាអត់សូវឆ្អិនខ្លាំងគឺសាច់វាឡើងផ្អែមហើយស្រួយឆ្ងាញ់ទៀតចំណែកឯទឹកឆានេះចេញមកគឺខាប់បែបហ្នឹងបងប្អូននិយាយទៅញ៉ាំទៅមានជាតិឆ្ងាញ់ណាស់អញ្ចឹងហើយចំពោះការឆាបន្លែនេះបងប្អូនបើចាំដាក់ទឹកចូលទេណាដោយសារតែបន្លែយើងឆាជាមួយនឹងគឺវាជាតិទឹកមកខ្លះហើយចាឥឡូវនេះការបង្ហាញមុខម្ហូបឆារបស់ខ្ញុំក៏បានរួចរាល់អស់ហើយថ្ងៃស្អែកជួបគ្នាសាជាថ្មី